បើនឹកដល់ការព្យាបាលសក់ដែលពិបាកបំផុតខ្ញុំនឹកឃើញបងស្រីម្នាក់គឺគាត់អាយុទៅតែ35ឆ្នាំទេប៉ុន្តែគាត់មានជំងឺទឹកនោមផ្អែមហើយវាធ្វើឲ្យខ្ញុំកាន់តែស្លុតចិត្តបំផុតគឺគាត់មានជំងឺទឹកនោមផ្អែមហើយគាត់ឈូសសក់ខ្លាំងមែនតើខ្ញុំមិនដែរជួបប្រទះពីមុនមកអ្នកទាំងគ្នាអាចមើលបានសភាពសក់របស់គាត់គឺឈូសស្មើនឹងមនុស្សអាយុ56ឆ្នាំហើយពេលគាត់មកជួបយើងគឺគាត់អត់សង្ឃឹមខ្លាំងព្រោះគាត់ព្យាយាមព្យាបាលច្រើនដែរប៉ុន្តែបានផលសោះពេលមកជួបខ្ញុំក៏មើលទៅខ្ញុំដឹងថាខែនេះគឺគាត់ជាមានជំងឺទឹកនោមផ្អែមតបមកយើងក៏បានឆែកជាមកគាត់ឃើញថាគាត់ពិតជាមានជំងឺទឹកនោមផ្អែមមែនហើយយើងក៏ប្រើការព្យាបាលសម្រាប់ការព្យាបាលពិសេសទៅលើអ្នកដែលមានជំងឺទឹកនោមផ្អែមហើយឈូសសក់នេះគឺជាលទ្ធផលរបស់គាត់បន្ទាប់ពីព្យាបាលជាមួយនឹងខាង clinic យើងហើយយើងអ្នកទាំងគ្នាអាចមើលបានគឺសភាពសក់គាត់ដោះឡើងមកវិញទោះថាมันច្រើនប៉ុន្តែគឺពិតជាអាចជួយសង្គ្រោះសក់គាត់បានមែនចឹងអ្នកទាំងគ្នាដែលមានជំងឺឈូសសក់ធ្ងន់ធ្ងរហើយទៅព្យាបាលហាក់មានប្រសិទ្ធភាពអាចនឹកដល់ clinic យើងបាន